Yo hello stay គ្នាថ្ងៃនេះគឺខ្ញុំមកបរិញ្ញាអ្នកគ្នាពីរបៀបក្នុងការយក control នៅក្នុង module launcher ដែលអ្នកគ្នាបានលុបឬក៏ច្រឡំរូបអីយកមកវិញឧទាហរណ៍ដូចជារបស់ខ្ញុំអញ្ចឹងគ្នាយើងអាចមើលបានគឺថាបាត់អស់លេងហើយឧទាហរណ៍នេះយើងច្រឡំលុបដូចខ្ញុំអញ្ចឹងរបៀបយកមកវិញគឺអត់មានអីពិបាកទេអ្នកគ្នាគ្រាន់តែចូលនៅក្នុង link ដែលខ្ញុំបានដាក់បន្ទាប់ពីអ្នកគ្នា download ហើយនេះយើងចូលមកកាន់សារ Zipper មកតើមកទៀតយើងចុច draw file លើហ្នឹងហើយចុចលើហ្នឹង open វាមកហើយចុច import ចូលនៅលើ module របស់យើងតើគ្នាចូលមកចូល launcher របស់គ្នាយើងវិញមកបន្តមកទៀតគ្នាយើងចុចតាមខ្ញុំមកគេអាចមើលតាមខ្ញុំបានប៉ុន្តែបើសិនជាគ្នាអត់ចូលចិត្ត control ដើមហ្នឹងទេគ្នាយើងចង់បាន control ដូចផងខ្ញុំកំពុងលេងហ្នឹងនេះយើងអាចចុចlink ទី2បានអ្នកគ្នាចុចទៅ download ហើយនេះយើងចុចធ្វើដូចទី1ហ្នឹងគឺ open តដែរហ្នឹងហើយបើសិនជាគ្នាយើងឆ្ងល់អីផ្សេងអាចសួរខ្ញុំបានហើយវីដេអូមួយហ្នឹងក៏មានតែប៉ុណ្្នឹងដែរ